Convert ទេយើងគ្រាន់តែបើក file ហ្នឹងហើយចូលទៅកាន់ file យកពាក្យថា save as រកទីតាំងដែលត្រូវដាក់យើងគ្រាន់តែដូរកន្លែង save as tab ទៅជា PDF មកខ្ញុំឃើញមានគ្នាយើងជាច្រើនដូចនៅមានចម្ងល់ក៏ដូចជាស្ទាក់ស្ទើរក្នុងការបំលែង file Microsoft Word ឲ្យទៅជា PDF ជាទូទៅយើងអាចធ្វើបានជាមួយនឹងកម្មវិធី convert ទៅជា PDF ហ្នឹងឃើញពីច្រើននេះយើងធ្វើអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាអត់បានដឹងទេថានៅក្នុងកម្មវិធី Microsoft Word ក៏យើងអាចបំលែង file ហ្នឹងទៅជា PDF ដែលតែម្ដងក៏បានដែរនៅក្នុងវីដេអូខ្ញុំនឹងបង្ហាញទាំងពីររបៀបទាំងវិធី convert ទៅជា PDF ហើយនឹងការប្រើប្រាស់ Microsoft Word ហ្នឹងដើម្បីបំលែងវាទៅជា PDF តែម្ដងអញ្ចឹងយើងទៅមើលនៅក្នុងកុំព្យូទ័រទាំងអស់គ្នាយើងមានពីររបៀបក្នុងការបំលែង file Word ឲ្យទៅជា PDF ដោយលោកអ្នកគ្រាន់តែមាននៅកម្មវិធីមួយដែលមានឈ្មោះថា Adobe Acrobat បន្ទាប់មកយើងអាចបំលែង file ហើយអញ្ចឹងដំបូងអ្នកនរគ្នាគ្រាន់តែទៅរក file ណាដែលអ្នកនរគ្នាចង់បំលែងនឹងជា file Word ហើយវិធីទី1គឺយើងគ្រាន់តែម៉ៅស្ដាំលើវាយើងចាំតិចមកម៉ៅស្ដាំអានេះគឺសម្រាប់ Windows 11បើ Windows 10គឺវាបង្ហាញនៅលើនឹងតែម្ដងអញ្ចឹង Windows 11យើងចូលទៅកាន់ Show More Option បន្ទាប់មកអ្នកនរគ្នានឹងឃើញគេដាក់ថា Convert to PDF អញ្ចឹងរងចាំឲ្យ convert ចប់អ្នកនរគ្នាគាត់ដាក់ឈ្មោះវាគឺ select type ទៅជា PDF ស្រាប់ព្រោះយើង convert វាទៅជា PDF អញ្ចឹងអីដែលយើងត្រូវធ្វើគាត់ដាក់ដូរឈ្មោះមកបាទហើយចុច save វាជាការស្រេចរងចាំឲ្យវាដំណើរការចប់យើងនឹងទទួលបាន file PDF មួយដោយសារតែចំនួនតិចទំព័រអញ្ចឹងវាលឿនទេនេះគឺជាអ្វីដែលយើង convert មកមិញហ្នឹងអញ្ចឹងអានេះជាវិធីសាស្ត្រទី1វិធីសាស្ត្រទី2អ្នកនរគ្នាមិនចាំបាច់ធ្វើការហើយបិទនៅការងារទាំងអស់ហ្នឹងហើយconvert ទេយើងគ្រាន់តែបើក file ហ្នឹងហើយចូលទៅកាន់ file យកពាក្យថា save as រកទីតាំងដែលត្រូវដាក់យើងគ្រាន់តែដូរកន្លែង save as tab ទៅជា PDF មកបាទហើយដាក់ឈ្មោះតាមអីដែលអ្នកទាំងអស់គ្នាចង់បានបន្ទាប់មកធ្វើការចុច save ជាការស្រេចអញ្ចឹងនៅពេលដែលវាដំណើរការចប់វានឹងបើកនៅ file PDF ដែលយើងបាន save បំបញ្ញមិញហ្នឹងរងចាំតិចសិនដោយសារវាកំពុងតែដំណើរការជាក់ស្ដែងវាមិនយូរអញ្ចឹងពេកទេដោយសារខ្ញុំកំពុងឲ្យបើកនៅកម្មវិធី record អញ្ចឹងវាយឺតបន្តិចបាទប៉ុន្តែកណ្ដាប៉ុណ្ណឹងអីដែលខ្ញុំបានបង្ហាញអ្នកនរគ្នាហ្នឹងគឺយើងអាចធ្វើបានហើយចំពោះវិធីទី2នេះទោះបីជាយើងមាន Adobe Acrobat ឬក៏អត់ក៏យើងអាចធ្វើបានដូចគ្នាចឹងនៅវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេនេះគឺជា file ដែលខ្ញុំ save as មិញហ្នឹងបាទអញ្ចឹងខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាមើលគឺវាទទួលបាន file PDF ដូចគ្នាបើសិនបើមានចម្ងល់អាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅវិធីសាស្ត្រផ្សេងៗទៀត